ឯកឧត្តមបណ្ឌិតប្រាំងជលសាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រកនិងស្រុកកណ្ដៀងនាថ្ងៃទី4ខែកក្កដាឆ្នាំ2026បានអញ្ជើញជួបសំណេះសំណាលនិងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំសៀស្រុកកណ្ដៀងនិងចែកស្បៀងជូនដល់ប្រជាពលរដ្ឋក្នុងរដូវបិទនេសាទនៅឃុំកំពង់ហ្លួងស្រុកក្រកខេត្តពោធិ៍សាត់ដែលជាអំណោយរបស់ក្រុមការងារអគ្គិសនីកម្ពុជាពិធីនេះបានប្រារព្ធធ្វើចំនួន2កន្លែងផ្សេងគ្នាគឺនៅភូមិបឹងចកឃុំសៀមានការអញ្ជើញចូលរួមពីលោកគង់ពុទ្ធីប្រធាននាយកដ្ឋានបញ្ជូនអគ្គិសនីនិងជាប្រធានក្រុមការងារចុះជួយឃុំរងទិលនិងឃុំសៀលោកណារាចម្រើនអភិបាលស្រុកកណ្ដៀងនិងនៅមាត់ស្ទឹងឃុំកំពង់ហ្លួងមានការចូលរួមពីលោកនូសុខុនទីប្រឹក្សានាយកដ្ឋានបញ្ជូនអគ្គិសនីនិងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ហ្លួងស្រុកក្រកព្រមទាំងក្រុមការងារចុះមូលដ្ឋានអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋជាច្រើនសមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងឃុំសៀស្រុកកណ្ដៀងរួមមានផ្លូវក្រាលគ្រោះក្រហមប្រវែង 5,300 ម៉ែត្រនិងផ្លូវក្រាលកស៊ូ DBST ប្រវែង 2,600 ម៉ែត្រក្នុងទឹកប្រាក់សរុបជាង $210,000 អាមេរិកព្រមទាំងចែកជូនកូនក្រូចថ្លុងចំនួន 1,700 ដើមដល់ប្រជាពលរដ្ឋសម្រាប់ដាំតាមខ្នងផ្ទះឃុំកំពង់ហ្លួងជួបសំណេះសំណាលនិងឧបត្ថម្ភស្បៀងដល់ប្រជានេសាទចំនួន350គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ20គីឡូក្រាមនិងថវិកាមួយចំនួនសម្រាប់ជួយសម្រួលនៅរដូវបិទនេសាទក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះឯកឧត្តមបណ្ឌិតប្រាំងជលសាបានគូសបញ្ជាក់ថារាល់សមិទ្ធផលដែលកើតមានឡើងនៅពេលនេះគឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែនប្រមុខគណបក្សប្រជាជនកម្ពុជាដែលបានផ្ដល់នូវសុខសន្តិភាពពេញលេញជូនប្រជាជាតិជាមួយគ្នានោះឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់ថាសមិទ្ធផលទាំងនេះក៏មិនមែនកើតមានឡើងដោយឯងដោយគ្មានការគ្រប់គ្រងពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ដែលមានឯកឧត្តមរដ្ឋមន្ត្រីកែរតនៈជាប្រធាននោះឡើយឯកឧត្តមបណ្ឌិតបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្សនិងចូលរួមយុទ្ធនាការដាំដើមឈើស្របតាមប្រធានបទខ្នងផ្ទះមួយដើមឈើមួយដើមដើម្បីបង្កើនភាពបៃតងនិងសោភ័ណភាពខេត្តរបស់យើងទាំងអស់គ្នាពាក់ព័ន្ធនឹងបញ្ហាព្រំដែនទឹកនិងគោកកម្ពុជាថៃឯកឧត្តមបណ្ឌិតប្រាំងជលសាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅតែប្រកាន់ជំហរស្ងាត់តែមិនស្ងៀមពោលគឺបានប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងយន្តការច្បាប់អន្តរជាតិនានាដើម្បីដោះស្រាយចំនួនជាមួយថៃដោយសន្តិវិធីឯកឧត្តមបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងខិតខំប្រឹងប្រែងការពារដាច់ខាតនៅបូរណភាពទឹកដីពីគ្រប់មហិច្ឆតាឈ្លានពានរបស់ថៃចំពោះបងប្អូនប្រជានេសាទឯកឧត្តមបណ្ឌិតបានថ្លែងថាឋានៈដឹកនាំតែងតែគិតគូរនិងព្រួយបារម្ភព្រោះថារដូវនេះគឺជារដូវបិទនេសាទត្រូវបានច្បាប់ហាមឃាត់និងមិនអោយបងប្អូនធ្វើនេសាទនោះទេក្នុងគោលបំណងដើម្បីធានាឲ្យបាននៅការកើនឡើងនៃមច្ឆជាតិសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយតែទោះជាយ៉ាងនេះក៏ដោយក្រុមការងារចុះមូលដ្ឋាននៅជាប់ជាមួយបងប្អូនគ្រប់ពេលវេលាហើយកត្តាដែលសំខាន់នោះសូមបងប្អូនដែលចេញទៅប្រកបរបរនេសាទត្រូវអនុវត្តទៅតាមគោលការណ៍ច្បាប់ជលផលព្រមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពក្នុងរដូវវស្សានិងចូលរួមអនុវត្តអនាម័យបរិស្ថានកាន់តែល្អប្រសើរធ្វើឡើងថែមទៀតដែលជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក៏ដោយក្រុមការងារទទួលចង់បានឃើញនៅលំនៅឋានភូមិឃុំស្រុកគ្មានសម្រាមសូមបញ្ជាក់ថានៅថ្ងៃដដែលនោះឯកឧត្តមបណ្ឌិតប្រាំងជលសារួមជាមួយក្រុមការងារនិងអាជ្ញាធរមូលដ្ឋានក៏បានសម្ដែងសម្ដាលនិងសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលក្នុងឃុំរងទិលស្រុកកណ្ដៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចុះជួយស្រុកក្រកនិងស្រុកកណ្ដៀងរួមមាន
ចំណតរថយន្តទំហំ20 គុណនឹង 750 ម៉ែត្រអមដោយប្រឡាយទទឹង 5 ម៉ែត្រនិងជ្រាំងប្រឡាយរាបថ្មព្រមទាំងបានឧបត្ថម្ភដល់ប្រជានេសាទចំនួន724គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ20 គីឡូក្រាមនិងថវិកាមួយចំនួនផងដែរ